សួស្តីបងស្ដីស្ដីថ្ងៃនេះខ្ញុំចង់សួរចំណាប់អារម្មណ៍បងបន្តិចតាក់ទងជាមួយនឹងការបងប្រើប្រាស់កញ្ចក់ progressive អញ្ចឹងណាបងពីដំបូងបងមានអារម្មណ៍មិនដែរការប្រើប្រាស់កញ្ចក់ progressive មានផលលំបាកឬក៏ពេលដែលប្រើរួចហើយបងមានផ្លាស់ប្ដូរពីការពីដំបូងហើយនឹងឥឡូវខុសគ្នាមិនអញ្ចឹងណាបងអូខេខ្ញុំ share បទពិសោធន៍តាក់ទងនឹងការប្រើប្រាស់ Vanta Progressive នេះបន្តិចអានេះ Vanta ទី2ទី1ពេលដែលខ្ញុំប្រើពី3ថ្ងៃដំបូងខ្ញុំមានអារម្មណ៍រៀងដើរទៅរៀងដូចរៀងចំផុងដែរនិយាយទៅណាតែតើទុំ 4-5 ថ្ងៃទេក្រោយមកទៀតវាស៊ាំទៅអាហ្នឹង Vanta ទី1ណាអានេះទី2ពេលពាក់ទៅមានអារម្មណ៍ថាអត់សូវប្លែកអីទេដោយសារខ្ញុំស៊ាំជាមួយនឹងVanta ទី1ហើយណាហើយស្រួលពាក់ហើយអានេះហើយពេលដែលមើលឆ្វេងស្ដាំទៅអត់សូវមានអារម្មណ៍ថារៀងប្រឆិតឬមកក៏រៀងឃ្លីងឃ្លួងដោយការលើកទី1ឯងមានន័យថាវាងាយស៊ាំចាដោយសារបងស៊ាំជាមួយនឹងកញ្ចក់ហ្នឹងហើយចាស់ពេលដែលបងបានមកកាត់នៅ VC ដែលឲ្យបងបានវាស់ជាមួយនឹងម៉ាស៊ីនផ្លាយទំនើបហ្នឹងបងមានអារម្មណ៍ផ្លាយខុសពីវាស់ពីដំបូងមិនដែរបងហ្នឹងហើយខុសប្លែកពីដំបូងការដែលវាស់ដូចជាទៅវាស់តែនៅក្នុងបន្ទប់គេឲ្យវាស់អក្សរឆ្ងាយចិត្តតូចធំដើម្បីវាស់កម្រិតភ្នែកយើងឯងតែមកកាត់លើកទី2គឺមានម៉ាស៊ីន 2-3 ទៀតទំនើបហ្នឹងនិយាយទៅគេឲ្យយើងឈរងាកឆ្វេងងាកស្ដាំដូចម៉ាស៊ីននៅខាងក្រោយនេះអីទំនើបមែនតើ digital professional និយាយទៅណាខ្ញុំចូលចិត្តដោយសារម៉ាស៊ីនហ្នឹងគឺងាយស្រួលវាស់អីយ៉ាបត់របស់ភ្ញៀវបងដូចជាបងប្រើប្រាស់ការងារប្រចាំថ្ងៃអញ្ចឹងបងធ្វើការឬក៏បងឈរអង្គុយអីហ្នឹងងាយស្រួលនឹងការដឹងអីយ៉ាបត់របស់យើងហ្មងចាចាអរគុណច្រើនណាបងចាអរគុណ